ស្វាគមន៍មកកាន់មេរៀនបន្ទាប់ដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង technique ក៏ដូចជាវិធីសាស្ត្រនៅក្នុងការកាត់ក៏ដូចជាថតឲ្យអ្នកទាំងអស់គ្នាដឹងតោះឥឡូវយើងមកមើលលើ screen ទាំងអស់គ្នាមកនេះអានេះគឺជា video intro ដែលខ្ញុំដាក់ឲ្យ video មុនហ្នឹងអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាមកមើល video original វានេះ video original វាគឺបែបនេះអូខេខ្ញុំសុំ play សិនឃើញទេមានន័យថា video original វាគឺអត់មានអីទេគឺតែប៉ុណ្្នឹងទេនេះឃើញទេគឺយើងឲ្យ model យើងដើរចឹងមកនេះអានេះចប់ scene ទី1ហើយតមកចូល scene ទី2មានន័យថា scene ទី1នេះគឺយើងថតដំបូងគឺយើងយកចម្ងាយសិនណានេះយើងយកចម្ងាយទាំងមូលនឹងហើយបន្ទាប់មកយើងឲ្យគាត់ដើរមកនេះអូខេបានប៉ុណ្នេះមកនេះកន្លែងនេះគឺវាមើលទៅវា smooth អីចឹងអ្នកទាំងអស់គ្នា select លើវា control K មានន័យថាពីមុខនេះគឺខ្ញុំកាត់ចោលឃើញទេមានន័យថាយើងយកកន្លែងណាដែលយើងគិតថាស្អាតអូខេខ្ញុំ play មកនេះដល់ប៉ុណ្នេះគឺខ្ញុំដើរកាមេរ៉ារបស់ខ្ញុំហ្នឹងមានន័យថាខ្ញុំថតទូរស័ព្ទហ្នឹងគឺខ្ញុំរុញចូលទៅរោមមនុស្សនេះរុញចូលទៅរកអាកាតាបនេះមកអូខេខ្ញុំរុញចូលនេះដល់ប៉ុណ្ណឹងមកឃើញខ្ញុំ transition នេះឃើញទេគឺកន្លែងនេះគឺវាបាន slide ទៅលើបាំងកាតាបហើយអញ្ចឹងនៅពេលដែលចូល scene ទី2ចូល scene ទី2ដោយសារ scene ទី1វាជាប់មួយកតាបនេះជាប់មួយកតាបបែបនេះ scene ទី2គឺថតចេញពីកតាបមានន័យថាថតចេញពីកតាបបែបហ្នឹងមកនេះឃើញទេចាំមើលណានេះថតចេញពីកតាបវាចូល scene ទី2ហើយអញ្ចឹងយើងភ្ជាប់អាកតាប2ហ្នឹងបញ្ចូលគ្នាមកមើលទៅវាហាក់បីដូចជាវីដេអូហ្នឹងតែមួយអញ្ចឹងវា smooth អាហ្នឹងរបៀបថតគឺគេថតបែបហ្នឹងតោះដោយសារឡើយនេះខ្ញុំដោចំណុចអក្សរ M ហើយនេះ marker ហ្នឹងដោយសារខ្ញុំកាត់អាវីដេអូពីមុខអញ្ចឹងវានៅជាប់អញ្ចឹងអត់អីទេអ្នកទាំងអស់គ្នា scroll មើលបែបហ្នឹងណាដោអញ្ចឹងហើយខ្ញុំកាត់លើនេះចោលខ្ញុំ control អក្សរ K ខ្ញុំ delete នេះចោលពងsound នេះគឺខ្ញុំលុបវាចេញសិនខ្ញុំ right click ខ្ញុំ unlink ខ្ញុំ delete sound ចោលអូខេអានេះវីដេអូនេះគឺខ្ញុំ play មកនេះកន្លែងនេះចាំមើលណាបើវីដេអូទី2ហ្នឹងគឺ original វាបែបនេះឃើញទេមានន័យថាវីដេអូហ្នឹងគឺ original វាបែបហ្នឹងអញ្ចឹងយើងយកកន្លែងនេះយើងមកនៅពេលដែលបញ្ចប់កន្លែងនេះមានន័យថាវាចូលដល់កតាបអញ្ចឹងកន្លែងនេះគឺយើងយកចេញពីកតាបគ្នានេះកន្លែងនេះយើងយកចេញកន្លែងពីព្រាលនេះកន្លែងស្មៅឡើងមកខ្ញុំ control អក្សរ K ខ្ញុំ delete អានេះខ្ញុំចុចលើវាខ្ញុំ enter មកនេះឃើញទេចាំមើលណាឃើញ scene 2ខុសគ្នាតែតាក់ទាញឥឡូវបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាថាយកទៅត្រឹមនេះមកអានេះក៏ខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលថារបៀបថតនិងរបៀបកាត់គឺគេកាត់បែបម៉េចមានន័យថាកាមេរ៉ាយើងត្រូវចេះឆ្នៃនៅពេលដែលយើងថតហើយឧទាហរណ៍យើងជាប់កន្លែងកតាប scene ទី2ត្រូវចេញកន្លែងកតាបនឹងដូចគ្នាដើម្បីឲ្យវាចេញមកវា smooth មានន័យថាវា smooth ចូលគ្នាជាវាអត់ញ៉ៃញ៉ៃអូខេអញ្ចឹងខ្ញុំ right click អានេះខ្ញុំ unlink ខ្ញុំចុចលើវាខ្ញុំ delete បន្ទាប់បានប៉ុណ្ណឹងមកយើងគ្រាន់តែ add sound វិញណាអូខេខ្ញុំយក sound នេះយកមកដាក់មក sound original វាណានេះគឺជា technique ទី1តោះឥឡូវយើងមើលបន្តទៀតថាតើខ្ញុំលេង effect អីគេទៀតឬក៏លេង transition អីទៀតដើម្បីឲ្យមើលទៅភាពតាក់ទាញតែទាំងអស់គ្នាបានទៅមើលវីដេអូ full នៅណាបើបានទៅមើលល្អនេះ play ពងយើងឃើញថាមាន object ឬក៏មាន model យើងពាក់នេះគឺគាត់ load ចេញនេះឃើញនៅលើ screen ណាមានន័យថាគឺគាត់ load ចេញមកនេះវឹបឃើញទេចូលពងចូល scene ថ្មីតោះទៅមើលរបៀបធ្វើទាំងអស់គ្នាចាំមើលណាវីដេអូទី1គឺបែបនេះវីដេអូទី2គឺបែបនេះអញ្ចឹងបើសិនជាយើង play ធម្មតាឃើញទេឃើញវាអត់តាក់ទាញទេអញ្ចឹងដើម្បីបង្កើតឲ្យមានភាពតាក់ទាញ slide មនុស្សចេញបែបហ្នឹងអ្នកទាំងអស់គ្នាចុចលើនេះចុចឲ្យចំអាមុខពីមុខហ្នឹងណានេះពីមុខអាកន្លែងវីដេអូរបស់វីដេអូទី2ហ្នឹងអ្នកទាំងអស់គ្នាចុចប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាមកចុចលើនេះនៅក្រោមវីដេអូយើងហ្នឹងយើងមានឃើញពាក្យរូបកាមេរ៉ានេះហ៎មាន export frame យើងអាច screen នៅលើវីដេអូហ្នឹងណាបើអ្នកទាំងអស់គ្នាមិនឃើញទេអ្នកទាំងអស់គ្នាមកចូលលេខបូកកន្លែងនេះចូលលេខបូកកន្លែងហ្នឹងមកចុចមកវានឹងលោតប៊ូតុងនេះឲ្យមួយហើយឃើញទេអញ្ចឹងវាមានច្រើនអញ្ចឹងអ្នកទាំងអស់គ្នាកាន់តោងវាតម្លាក់អញ្ចឹងមកវានឹងមានកាមេរ៉ានៅហ្នឹងហើយអូខេបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាចុចអូខេមកនេះអញ្ចឹងយើងឃើញរូបកាមេរ៉ាហ្នឹងហ៎អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើវាមួយមកពងនៅកន្លែងនេះវាសួរនេះវាសួរឲ្យយើងដាក់ឈ្មោះអូខេខ្ញុំថាខ្ញុំដាក់លេខ12មួយចុះអូខេ sorry លេខ12អានេះ JPG ត្រូវហើយបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាចុចអូខេមកគឺអូតូវា load មកចូលកន្លែង import វីដេអូយើងនេះហើយនេះ import វីដេអូនេះគឺវា load ចូលកន្លែងនេះអូតូឃើញទេអញ្ចឹងយើងតោងអារូបភាពហ្នឹងមកតម្លាក់កន្លែងនេះមកនេះឃើញទេគឺជា file នេះ file រូបភាពណា file រូបភាពដែលយើង screen ចេញពីអេក្រង់នេះអញ្ចឹងនៅពេលបានប៉ុណ្ណឹងអ្នកទាំងអស់គ្នានេះចុចលើអារូបភាពហ្នឹង right click អ្នកទាំងអស់គ្នាមកចូលយកពេលនេះ right click មកយកពាក្យថា edit in Photoshop ឃើញទេ edit in Adobe Photoshop
ចឹងយើងខ្ចីដោយ Photoshop ប្រើដើម្បីកាត់ frame រូបវាចេញខ្ញុំប្រើ mask ក៏បានដែរតែ mask អត់ស្អាតដូច Photoshop ទេអញ្ចឹងយើង apply វាចូលទៅក្នុង Photoshop ខ្ញុំចុចយកពេលនេះអ្នកទាំងអស់គ្នាយកពេល select យើងយកពេលថា select object អញ្ចឹងមានន័យថាវា select តាម model របស់យើងឯងបានប៉ុណ្ណឹងមកអ្នកទាំងអស់គ្នា control អក្សរ J យើងនឹងបាន2 layer នៅទីនេះណានេះយើងនឹងបាន2 layer នៅទីហ្នឹងអ្នកទាំងអស់គ្នា hide អានេះចេញមកឃើញវានៅសល់តែ model របស់យើងឯងអញ្ចឹងអ្នកទាំងអស់គ្នាចុច control អក្សរ S មកដើម្បី save អូខេខ្ញុំថាខ្ញុំ save ជា PNG អានេះឥឡូវខ្ញុំ save ជា PNG មកនេះឃើញ PNG ឯងពងដាក់ខ្ញុំដាក់នៅលើ desktop ចោលមកខ្ញុំលេខ12ចឹងដែរអូខេខ្ញុំចុច OK មកបានប៉ុណ្ណឹងយើងមិនទៅចូល Premiere យើងវិញអញ្ចឹងកន្លែងនេះគឺយើង import ហ្នឹងយើង double click នៅនេះមកយើងទៅចូល RAW គេមិញនៅលើ desktop នេះរូប model យើងឃើញទេអញ្ចឹងយើង import ចូលមកពងបានប៉ុណ្ណឹងរូបយើងគឺគ្មាន background ទេឃើញទេអូខេអញ្ចឹងយើងយកអាហ្នឹងមក replace មកនេះពងបានប៉ុណ្ណឹងមកនេះឃើញទេអូខេខ្ញុំ control K ខ្ញុំ delete អាក្រោយចោលអញ្ចឹងនៅពេលដែលចូល video ទី1ឃើញនេះរូបភាពនៅលើអា video ទី1ហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាចុចលើវាចុចលើរូបហ្នឹងខ្ញុំតោងវាឲ្យវិញតិចមកប៉ុន្តែសិនណាចាំខ្ញុំឧទាហរណ៍ចាំខ្ញុំប្រាប់ដើម្បីអ្នកទាំងអស់គ្នាស្រួលអញ្ចឹងចុចលើវាមួយអ្នកទាំងអស់គ្នាមកចូល effect ចូល effect វាយពាក្យថា transform ដោយសារតែខ្ញុំ slide ពីក្រោមឡើងខ្ញុំតម្លាក់លើរូបភាពរបស់យើងហ្នឹងនេះតោងវាមកតម្លាក់លើហ្នឹងមកពងបានប៉ុណ្ណឹងចូល effect control អ្នកទាំងអស់គ្នាមករកពាក្យ transform របស់យើងនេះឃើញទេឃើញ transform ហ៎អញ្ចឹងអ្នកទាំងអស់គ្នាមកដោតលើ position នេះមួយខ្ញុំចុចមកមុខ5 frame 1 2 3 4 5ខ្ញុំដោ key frame មួយទៀតអូខេអញ្ចឹងខ្ញុំឈរលើអា key frame ដើមនេះអានេះខ្ញុំតោងរូបភាពយើងតម្លាក់ចុះក្រោមជាឃើញធ្លាក់ចុះក្រោមហ៎ធ្លាក់ចុះក្រោមបែបហ្នឹងមកតើមកអ្នកទាំងអស់គ្នាមកចូលឡើងនេះ shutter angle ហ្នឹងខ្ញុំយកថា180មកដើម្បីឲ្យវាមាន blur ពងមកអូខេបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាមកមើលឃើញវាមាន blur ព្រាលនេះតិចទេអញ្ចឹងខ្ញុំតម្លាក់បន្ទីទៀតអូខេតោះឥឡូវខ្ញុំ room អានេះបន្តិចប៉ុណ្នេះវិញអានេះខ្ញុំ room វាឲ្យស្មើប៉ុណ្នេះវិញតោះឥឡូវជាមួយយើង play ពងឃើញទេមានន័យថានេះនៅពេលដែលចូលដល់ scene នេះគឺវាចាប់ដើម load ឡើងនេះ load ឡើងពងភ្លឹបចូលវីដេអូសកម្មភាពហ្មងអញ្ចឹងវានៅពេលដែល scene 2ហ្នឹងចូលគ្នាវាមើលមកតាក់ទាញឃើញទេនេះឃើញតាក់ទាញទេអញ្ចឹងអ្នកទាំងអស់គ្នាមកមើលទៅលើវីដេអូយើងវិញនៅពេលដែលយើងមាន sound ដាក់ចូលដាក់ sound ចូលមកអញ្ចឹងវានឹងតាក់ទាញបែបនេះចាំមើលណាអូខេខ្ញុំសុំ play ម្ដងទៀតចាំមើលណាអញ្ចឹងវីដេអូគឺគេសំខាន់បំផុតទៅលើ technique ហ្នឹងបើសិនជាចង់ចេះ technique ផ្សេងៗទៀតក៏ដូចជាវិធីសាស្ត្រយុទ្ធសាស្ត្រផ្សេងៗទៀតចាំជួបគ្នានៅវីដេអូបន្ទាប់ខ្ញុំគិតថាវីដេអូហ្នឹងតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូបន្ទាប់